គាត់បាននិយាយថាបើសិនជាខ្ញុំជាជនជាតិចិនខ្ញុំនឹងប្រឡងអត់ចូលមហាវិទ្យាល័យឯងយើងថ្ងៃនេះខ្ញុំចង់មកនិយាយពីរឿងអ្នកធ្លាប់ធ្វើការមួយខ្ញុំដែលជាគាត់ជាជនជាតិចិនហេតុអ្វីបានខ្ញុំចង់និយាយពីរឿងហ្នឹងដោយសារតែសម្ដីគាត់មកធ្វើឲ្យខ្ញុំអត់ស្រួលខ្លួនរៀងយូរដែរហើយក៏ចង់ចេញវីដេអូនឹងនិយាយចឹងមកនិយាយពីរឿងគាត់ហ្នឹងមកយើងស្គាល់គ្នារៀងខ្ញុំក៏ស្គាល់មួយគាត់ហ្នឹងរៀងយូរដែរតាំងពីខ្ញុំធ្វើការហើយក៏ខ្ញុំបានឈប់ទៅពីធ្វើការរៀងកន្លែងហ្នឹងយូរដែរចឹងណាតោះមកយើងមាននៅឆាតមួយគ្នាចឹងទៅប៉ុន្តែនៅពេលដែលស្គាល់គ្នាហើយទៅយូរទៅពាក្យគាត់ប្រើពាក្យចេញមកមានអារម្មណ៍ថាអត់គោរពយើងចឹងណាហើយនៅពេលដែលយើងនិយាយថាយើងអត់ចូលចិត្តសម្ដីគាត់និយាយចឹងគាត់នៅតែថាអូមកពីចរិតគាត់និយាយចឹងគាត់និយាយចឹងតាំងពីដើមហើយស្អីណានេះខ្ញុំធ្លាប់ប្រាប់គាត់ថាយើងនឹងអត់ចូលចិត្តរឿងហ្នឹងទេយើងអត់ចូលចិត្តសម្ដីគាត់និយាយចឹងទេប៉ុន្តែគាត់នៅតែអត់កែហាមាត់មកថាមកពីយើងនោះអីណានេះអាហ្នឹងរឿងហ្នឹងវាមិនផាតចឹងណាហើយរឿងមួយទៀតពេលហ្នឹងឥឡូវហ្នឹងខ្ញុំមករៀនខ្ញុំនៅរៀនចឹងណាដល់ទៅពេលនៅរៀនគាត់ខ្ញុំក៏មានយើងក៏មាននិយាយគ្នាជាមួយនឹងរឿងរៀនបាក់ជាងឬក៏ការងារបាក់ជាងអីចឹងប៉ុន្តែគាត់ថារៀនដឹងតែស្រួលជាងធ្វើការប៉ុន្តែចំពោះតែខ្ញុំធ្លាប់ធ្វើការច្រើនឆ្នាំមកដែរខ្ញុំគិតថាពេលខ្លះរៀនវាមិនស្រួលជាងធ្វើការហ្មងទេហើយក៏យើងមានការឆ្លោះគ្នាចឹងទៅដល់ពេលគាត់មកគាត់បាននិយាយថាបើសិនជាខ្ញុំជាជនជាតិចិនខ្ញុំនឹងប្រឡងអត់ចូលមហាវិទ្យាល័យឯងយើងពេលខ្លះយើងដឹងដែរថាអីគេមហាវិទ្យាល័យនៅចិនវាបាក់ប្រឡងចូលចឹងណាប៉ុន្តែក៏យើងមិនអាចនិយាយបានថាបើសិនជាក៏គាត់មិនអាចនិយាយខ្ញុំចង់បានថាខ្ញុំជាជនជាតិបើខ្ញុំជាជនជាតិចិនខ្ញុំដឹងប្រឡងអត់ចូលណាពេលហ្នឹងមានអារម្មណ៍ថារៀងចាក់ដោតដែររឿងហ្នឹងមិនផាត់ទៅហើយបន្ទាប់មកយើងក៏មានបាននិយាយឈប់និយាយគ្នាខ្ញុំក៏ឈប់និយាយគ្នាជាមួយគាត់ប្រហែលជាចិត្តកន្លះឆ្នាំអីដែរហើយបន្ទាប់មកយើងចង់មកពេលខ្ញុំមកខ្មែរអញ្ចឹងយើងក៏និយាយគ្នាសុបួរវិញអញ្ចឹងណាហើយដល់វគ្គចុងក្រោយនេះហេតុអ្វីបានជាជប់និយាយគ្នាអញ្ចឹងគឺដោយសារតែរឿងឆ្លុះគ្នានឹងការនិយាយស្ដីដូចគ្នាអញ្ចឹងទៅប៉ុន្តែចុងក្រោយនេះលេងគាត់ផ្ញើវីដេអូមួយដាក់ខ្ញុំផ្ញើវីដេអូហើយគាត់និយាយថានៅពេលដែលមើលឃើញវីដេអូហ្នឹងគាត់នឹកឃើញខ្ញុំពេលហ្នឹងខ្ញុំរវល់ដែរនៅពេលដែលក្រោយរវល់ខ្ញុំក៏ចុចមើលវីដេអូហ្នឹងហើយតែពេលចុចមើលវីដេអូហ្នឹងទៅខ្ញុំរៀងមកដែរក្នុងវីដេអូហ្នឹងគាត់និយាយថាគម្របអានជាមួយនឹងមនុស្សដែលមានកម្រិតវប្បធម៌ទាបទី1គាត់និយាយថាខ្ញុំនឹងកម្រិតវប្បធម៌ទាបទី2ក្នុងវីដេអូហ្នឹងគាត់និយាយថានៅពេលដែលគេឲ្យ advice ទៅគាត់ស្ដាប់បានតា opinion មានន័យថាខ្ញុំហ្នឹងស្ដាប់អីក៏អត់បានដែរគាត់និយាយមានន័យថាគាត់និយាយការពិតអីក៏ដោយក៏ខ្ញុំយកទទួលយកបានដែរប៉ុន្តែសម្ដីគាត់គឺធ្វើឲ្យយើងបាក់ទទួលយកមែននៅពេលដែលយើងនិយាយថាយើងអត់ចូលចិត្តនឹងហើយគាត់នៅតែប្រើពាក្យអញ្ចឹងមកដាក់យើងទៀតប៉ុន្តែប្រើពាក្យអីឥឡូវហ្នឹងបាក់ដែរព្រោះរៀងឆ្ងាយដែរខ្ញុំនឹកអត់ឃើញប៉ុន្តែមិនដឹងតាពាក្យដែលទាំងអស់ហ្នឹងគឺវារៀងបាក់ស្ដាប់ចឹងបើតានៅពេលដែលគេអត់គ្រប់យើងគួរជៀសវាងចេញពីគាត់ចឹងណាហ្នឹងហើយមានតែប៉ុណ្្នឹងទេ